ញាតិញោមខ្លះទៅថាគាត់ខ្វល់ខ្វាយព្រួយបារម្ភពីអ្នកដទៃហួសហេតុពេកគាត់ភ្លេចស្រឡាញ់ភ្លេចយកចិត្តទុកដាក់ថែរក្សាខ្លួនឯងទៅជាដេកមិនលក់មួម៉ៅខ្វល់ខ្វាយខ្លួនឯងនេះសពប់សពូនក្រៀមក្រំនិយាយហ្នឹងមិនមែនន័យថាមិនខ្វល់ពីអ្នកដទៃណាងាប់អីងាប់ទៅទេមិនមែនទេប៉ុន្តែនៅក្នុងពុទ្ធសាសនាសម្ដែងពីសេចក្តីស្រឡាញ់មេត្តាភាវនាហ្នឹងគឺដំបូងឡើយផ្ដើមចេញពីស្រឡាញ់ខ្លួនឯងធ្វើឲ្យខ្លួនឯងនឹងរឹងប៉ឹងស្រស់ស្រាយធ្វើឲ្យមានលំនឹងរឹងមាំហើយយើងជួយជ្រោងអ្នកដទៃឲ្យបានរឹងមាំដែរយើងផ្សាយសេចក្តីស្រឡាញ់នឹងឲ្យអ្នកដទៃយើងមានការឧបមានៅក្នុងធម៌លោកពាក្យថាអត្តាnăngឧបមាកាត់ថ្វាយកខ្លួនឯងជាឧបមាថាយើងចង់បានសុខយើងចង់បានការស្រឡាញ់រាប់អានគេគ្រប់គ្នាក៏ចង់បានសុខចង់បានការស្រឡាញ់រាប់អានអញ្ចឹងសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យសពសត្វទាំងអស់បានសុខរួចផុតពីទុក្ខអញ្ចឹងយើងបានសុខទាំងអស់គ្នាប៉ុន្តែអាត្មាធ្លាប់ជួបកន្លងមកមានញាតិញោមខ្លះគាត់គិតទៅពីព្រួយបារម្ភហត់នឿយរឿងអ្នកដទៃវល់វល់បដោយចិត្តបដោយអារម្មណ៍ហ្នឹងទៅកាន់រឿងដទៃនឹងច្រើនពេកហើយភ្លេចរក្សាចិត្តខ្លួនឯងឲ្យនៅក្នុងភាពតិចតិជុំកុសលធម៌វាទៅជារឿងព្រួយទៅរឿងព្រួយបារម្ភហួសហេតុអាហ្នឹងនៅក្នុងអកុសលរវើរវាយហើយអាហ្នឹងឯងដែលធ្វើឲ្យចិត្តរបស់យើងវាខ្ទេចខ្ទាំអញ្ចឹងត្រឡប់មកវិញថាយើងនៅតែមានសេចក្តីស្រឡាញ់មេត្តាករុណាហើយក៏មានសេចក្តីសប្បាយរីករាយនៅពេលដែលគេបានសុខហើយក៏ត្រូវមានឧបេក្ខាមួយទៀតថាมันអាចយើងមានសមត្ថភាពទៅជួយបុគ្គលនឹងបានគ្រប់គ្នាឬក៏យើងមិនអាចប្រកបថាអ្នកនឹងត្រូវតែអញ្ចឹងគួរត្រូវតែទៅតាមផ្លូវនេះតាមដែលយើងចង់ឯងវាអត់អាចទៅអញ្ចឹងតើមានបញ្ញាមួយកំណត់ដឹងថាសត្វលោកនឹងមានសម្ពាយកម្មរៀងខ្លួនយើងជួយដោយទឹកចិត្តមេត្តាករុណាប៉ុន្តែយើងមិនអាចទៅទទួលរងកម្មជំនួសគេបានទេអ្នកណាធ្វើកម្មអ្នកនោះទទួលយើងអត់អាចទៅជ្រៀតជ្រែករឿងកម្លាំងកម្មនឹងបានទេក្នុងធម៌លោកសម្ដែងថាណដ្ឋិកម្មੰសមੰពលំកម្លាំងអ្វីស្មើនឹងកម្លាំងកម្មមិនមានទេជួនកាលយើងចង់ជួយបុគ្គលនឹងយើងផឹងប្រែងអស់ពីលទ្ធភាពប៉ុន្តែគាត់ដូចថាអត់មានបុណ្យនឹងត្រូវទទួលជំនួយនឹងខ្ញុំកណាថាភាពធ្លាប់ជួបអញ្ចឹងខំជួយខំណែខំនាំឲ្យទៅរកពេទ្យរកម៉ូដែលល្អដែលថ្លៃក៏អត់ចង់តែចុងក្រោយគ្រោះថ្នាក់ដល់គាត់វិញហើយអាហ្នឹងត្រូវមានឧបេក្ខាចិត្តហើយថាហ្នឹងសត្វលោកមានកម្មជារបស់ខ្លួនអញ្ចឹងយើងមិនអាចទៅបខំរឿងហ្នឹងឲ្យតាមចិត្តយើងបានគ្រប់រឿងបានទេអញ្ចឹងយើងអត់សូវធ្ងន់ទេពីព្រោះតើកាលណាយើងយកអារម្មណ៍អ្នកដទៃដែលកំពុងកើតទុក្ខហ្នឹងមកទុកក្នុងចិត្តយើងកើតករុណាហ្នឹងត្រូវហើយក្នុងករុណានៅឃើញគេកើតទុក្ខពិបាកយើងមានចិត្តជួយសង្គ្រោះប៉ុន្តែវាអាចជាបច្ច័យនាំឲ្យកើតទោមនស្សទោសៈហើយអាទោសៈទោមនស្សហ្នឹងវាជាភ្លើងអុចយើងឈិតឲ្យយើងខ្វល់ខ្វាយមួម៉ៅពិបាកចិត្តហើយហ្នឹងទៅជានាំឲ្យយើងខ្វល់ទៅវិញអញ្ចឹងយើងជួយដោយករុណាប៉ុន្តែត្រូវតែមានបញ្ញាទៅជាមួយទប់ស្កាត់កុំឲ្យចិត្តហ្នឹងវាពុះកជ្រោលហើយ
បខំឲ្យរឿងហ្នឹងតាមចិត្តយើងបខំឲ្យគេហ្នឹងដូចយើងអាហ្នឹងมันអាចបខំបានទេអញ្ចឹងយើងរៀនព្រមហើយយើងនៅតែបន្តមេត្តាសេចក្តីស្រឡាញ់ការយកចិត្តទុកដាក់ការជួយសង្គ្រោះប៉ុន្តែបើយើងអោបកសោបរឿងទុកសោកដែលកើតឡើងក្នុងជីវិតយើងស្ពាយតាមខ្លួនយើងរំលឹកម្លើកយើងឲ្យវាមកលងយើងម្ដងហើយម្ដងទៀតអាហ្នឹងយើងវាកើតទុកនឹងឯងជីវិតហ្នឹងវាជួបរឿងអញ្ចឹងឯងហើយខុសគ្នាគេជួបរឿងគេយើងជួបរឿងយើងតាមសម្ពាយកម្មរៀងៗខ្លួនតើយើងរៀនទម្លាក់យើងមានបញ្ញាកំណត់ដឹងថាគ្រប់យ៉ាងវាមិនមែនជារឿងចៃដន្យទេវាមានហេតុគ្រប់គ្រាន់បានវាកើតឡើងរឿងល្អក្តីរឿងអាក្រក់ក្តីវាដូចថាដាំទឹកចឹងតលវា100អង្សាបានវាពុះវាអត់អាចទៅ80ឲ្យពុះបានទេចង់ប្រៀបធៀបថារឿងរ៉ាវក្នុងជីវិតហ្នឹងវាមានហេតុរបស់វាគ្រប់គ្រាន់ទើបវាកើតឡើងហើយកើតឡើងហ្នឹងយើងអត់អាចឆ្លោះប្រកែកតតាំងណាមិនបានចឹងឧទាហរណ៍ថាត្រូវព្រាត់ប្រាសស្លាប់កូនស្លាប់ម្ដាយឬក៏បាត់បង់ទ្រព្យសម្បត្តិដោយប្រការណាមួយដែលនឹកស្មានមិនដល់ហើយយើងធ្លាប់ជួបអ្នកខ្លះកូនទៅមុនអញ្ចឹងចាស់ហើយមិនសមថាសក់សហែសក់ខ្មៅយើងនិយាយអញ្ចឹងប៉ុន្តែរឿងហ្នឹងវាបានកើតឡើងទៅហើយចឹងតើមានបញ្ញាកំណត់ដឹងថាខ្សែជីវិតម្នាក់ហ្នឹងវាផ្សំផ្គុំដោយកម្លាំងបុណ្យកម្លាំងអកុសលកម្លាំងបាបដែលយើងបានធ្វើមកហើយបើយើងធ្លាប់សាងបុណ្យល្អទៅយើងបានជួបរឿងល្អច្រើនប៉ុន្តែបើយើងធ្លាប់សាងមិនល្អច្រើនវាជួបរឿងមិនល្អច្រើននៅហ្នឹងវាច្បាប់កម្មផលយើងឆ្លោះប្រកែកមិនបានទេប៉ុន្តែអ្វីដែលយើងអាចធ្វើបានគឺប្រឹងសាងល្អថ្មីចម្រើនបុណ្យចម្រើនកុសលចម្រើនទានចម្រើនសិលចម្រើនសតិបញ្ញាមើលឃើញថាសង្ខារជីវិតហ្នឹងវាមិនស្ថិតនៅក្រោមកម្មគ្រប់ជាងអញ្ចឹងមានតែជួបរឿងណាដោះរឿងហ្នឹងហើយទៅមុខទៀតទៅមិនស្ពាយរឿងហ្នឹងតាមខ្លួនសម្ពងពេកទេកំណត់ដឹងថាឥឡូវរឿងចាស់វារលត់ទៅហើយសង្ខារចាស់វារលត់ទៅហើយឥឡូវវាមានសង្ខារថ្មីហើយវាប្រែប្រួលកំពុងតែប្រែប្រួលអញ្ចឹងពេលយើងជួបរឿងល្អកំណត់ដឹងថាវាជាផលបុណ្យហើយវាក៏មិនទៀងដែរគេសរសើរបានសុខចំណេញអីទាំងអស់ហ្នឹងវាត្រូវអាចបាត់បង់ទៅដោយប្រការណាមួយហើយរឿងអាក្រក់ក៏អញ្ចឹងដូចគ្នាគេជេរគេស្ដីគេថាបាត់បង់វាបន្តិចទៅវាត្រូវសាបរលាបទៅវាទៅជារឿងអីថ្មីទៀតអញ្ចឹងទាំងរឿងអាក្រក់ទាំងរឿងល្អហ្នឹងវាមិនទៀងអញ្ចឹងមើលកំណត់ដឹងថាมันមានអីគួរឲ្យចាប់ប្រកាន់អញ្ចឹងធ្វើដំណើរពីមួយទៅមួយអញ្ចឹងទៅអាហ្នឹងទើបយើងមិនសោកសៅខ្លាំងពីព្រោះសង្ខារនេះចុងក្រោយយើងត្រូវបោះចោលទាំងអស់มันមានអ្នកណាអាចយកអ្វីតាមខ្លួនបានទេសន្មតថាជាខ្លួនយើងជាទ្រព្យយើងជាប្រពន្ធជាប្តីជាកូនហ្នឹងចុងក្រោយមានទៅយកអីទៅបានអត់ទេអញ្ចឹងសន្សំបុណ្យសន្សំកុសលសន្សំឧបនិស្ស័យនៃបញ្ញាឲ្យបានសុខបច្ចុប្បន្នហើយឲ្យបានជាបច្ច័យរួចផុតចាកទុក្ខដល់និព្វានអានឹងទើបលែងមានទុក្ខអនុមោទនាសេចក្តីទុក្ខគ្មានអ្នកណាជៀសផុតបានទេទុក្ខផ្លូវកាយឈឺចាប់
បែកបាក់អីចឹងទៅវាជាដំណើរធម្មជាតិនៃសង្ខារធម៌កើតហើយវារលត់ទៅជួបហើយវាព្រាត់ទៅវិញប៉ុន្តែសេចក្តីទុកទៅតាមផ្លូវចិត្តនេះវាខ្លាំងឬក៏ខ្សោយវាអាស្រ័យទៅលើកម្រិតនៃបញ្ញាទទួលស្គាល់កំណត់ដឹងហើយចេះព្រមហើយរៀនលះបង់ការប្រកាន់ចំពោះរឿងរ៉ាវទាំងអស់ហ្នឹងពីព្រោះអ្វីៗក្នុងโลกនេះវាកើតឡើងវាអាស្រ័យមានហេតុឧបមាដូចជាថាជាគៀងវាមានប្រេងវាមានពិឆេះវាមានអ្នកអុចទៅទើបវាឆេះទៅឈូកវាមានភក់វាមានគ្រាប់ទៅវាដោះឡើងជីវិតរបស់យើងក៏អញ្ចឹងដែរវាមានហេតុបើសិនជាហេតុនឹងល្អទៅក៏ជួបរឿងល្អទៅបើយើងសាងហេតុមិនល្អពីអតីតមកជួបរឿងមិនល្អទៅជីវិតក៏អញ្ចឹងដែរខ្សែជីវិតហ្នឹងបើអ្នកនឹងសន្សំបុណ្យល្អរក្សាសិលបានល្អដូចជាគៀងវាមានភេងច្រើនអញ្ចឹងឆេះបានយូរទៅប៉ុន្តែបើអ្នកនឹងសន្សំបុណ្យតិចមិនបានកាន់សិលមិនបានជៀសពីការបៀតបៀនជីវិតអ្នកដទៃធ្លាប់សម្លាប់ធ្លាប់ធ្វើឲ្យអ្នកដទៃឈឺចាប់ឬក៏បាត់បង់ជីវិតទៅជាគៀងអ្នកនឹងមានប្រេងតិចតែអញ្ចឹងក៏ត្រូវឆាប់រលត់ទៅហើយយើងមិនអាចខាត់ខាំងរារាំងថាកុំអាលរលត់អីអានឹងខាត់អត់បានឧបមាដូចជាថ្ងៃលិចអញ្ចឹងយើងមិនអាចយំសោកបោកខ្លួនថាថ្ងៃអីកុំលិចឬក៏ថាស្លឹកឈើវាទុំក្រហមវាលឿងហើយវាត្រូវជ្រុះហើយយើងយំថាស្លឹកឈើអីកុំជ្រុះមកអីខ្ញុំចង់ឲ្យអ្នកនៅទៀតវាអត់បានទេវាត្រូវដល់ពេលវាអញ្ចឹងតើយើងមានបញ្ញាកំណត់ដឹងដោយកម្មសកតាញាណឬក៏បញ្ញាកំណត់ដឹងថាសត្វលោកហ្នឹងវាប្រព្រឹត្តទៅតាមហេតុអញ្ចឹងវាមិនមែនបានតាមយើងចង់ឲ្យចេះចង់ឲ្យចុះតាមចិត្តយើងចង់បានទេយើងកំណត់ដឹងអញ្ចឹងយើងអត់សូវកើតទុកខ្លាំងទេព្រោះសង្ខារនេះគ្មានអ្នកណាអាចប្រកបវិជ្ជាបានទេសូម្បីតែព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងហើយក៏ខាត់ថាមិនឲ្យប្រមាទដាសោយវិឡាល័យប្របីដាសោយទីវង្គតនឹងខាត់មិនបានដល់ពេលក៏ត្រូវរលត់ទៅទាំងជីវិតរបស់ព្រះអង្គហ្នឹងក៏ត្រូវរលត់ទៅប៉ុន្តែមិនបានទៅកើតទុកចំពោះរឿងទាំងអស់ហ្នឹងពីព្រោះរឿងទាំងអស់ហ្នឹងវាជាដំណើរកើតរលត់នៃសង្ខារអញ្ចឹងព្រះអង្គលះបង់ការប្រកាន់ឧបាទានឃើញដំណើរនៃសង្ខារកើតរលត់តាមហេតុអញ្ចឹងទៅនឹងយើងមិនសូវកើតទុកខ្លាំងទេដោយសារយើងមានសតិបញ្ញានៅក្នុងខ្លួនរបស់យើងអាហារផ្លូវចិត្តភាគ4ពពកមកបាំងប្រច័ណ្ឌមួយរយៈពេលខ្លីរួចក៏រសាត់បាត់ទៅរឿងរ៉ាវទាំងឡាយមកដល់ជីវិតអ្នកមួយរយៈពេលរួចក៏កន្លងហួសទៅមិននៅជាមួយអ្នកយូរទេតែបើអ្នកអោបក្រសោបវាទុករឿងសៅមងនោះនឹងនៅជាមួយអ្នកយូរមិនខានអ្នកខ្លះរសេមរសាមច្រើនសម្រេចចិត្តមិនច្បាស់លាស់យូរទៅคล้ายជាទម្លាប់មិនល្អធ្វើឲ្យចិត្តសាំញ៉ាំច្រើនគិតឲ្យបានច្បាស់បើរើសមួយណាឲ្យប្រកបមួយនឹងកុំដូរចុះដូរឡើងដល់ផ្លូវបត់
អ្នកត្រូវតែសម្រេចចិត្តបត់ឆ្វេងឬក៏ត្រូវបត់ស្ដាំរើសបានតែមួយយក្សក្នុងល្ខោនមិនគួរឲ្យខ្លាចដូចយក្សក្នុងចិត្តពោលគឺកំហឹងនោះទេកំហឹងបានដុតចិត្តអ្នកឲ្យក្តៅក្រហល់ក្រហាយហើយរាលដាលភាពក្តៅក្រហាយនោះដល់អ្នកដទៃទៀតផងកំហឹងនាំឲ្យអ្នកសាងកំហុសដែលនាំឲ្យមានវិប្បដិសារៈនៅពេលក្រោយនិងបង្កជាពាវេរាវែងឆ្ងាយទៅក្នុងអនាគតរូបស្អាតតែចិត្តអាក្រក់ចាត់ទុកជាមនុស្សអាក្រក់រូបមិនស្អាតតែសន្តានចិត្តល្អចាត់ទុកជាមនុស្សល្អអ្នកខ្លះសម្បូរបុណ្យរូបក៏ស្អាតចិត្តក៏ល្អតែអ្នកខ្លះខ្វះបុណ្យចាស់កើតមករូបមិនស្អាតហើយថែមទាំងចិត្តអាក្រក់ទៀតគឺមិនបានធ្វើបុណ្យថ្មីផឹកសុរានាំឲ្យខាតទ្រព្យខូចសុខភាពខ្សោយសតិហើយអាយុខ្លីមនុស្សភាគច្រើនដឹងដែរតែនៅចង់សប្បាយទម្រាំដឹងខ្លួនមេរោគពេញខ្លួនហួសពេលបាត់ទៅហើយមនុស្សចាស់ផឹកបង្ហាញក្មេងក្មេងក៏ផឹកតាមសុរាបំផ្លាញព្រលឹងមនុស្សហើយបំផ្លាញព្រលឹងជាតិ